អ្នកផ្ដល់ប្រឹក្សាម្នាក់ទើបតែបានប្រាប់ខ្ញុំនូវរឿងរ៉ាវមួយអំពីការធ្វើការជាមួយនឹងក្រុមគ្រួសារជនភៀសខ្លួនគាត់បានព្យាយាមយល់ចិត្តនិងចង់ដឹងថាតើវាមានអារម្មណ៍បែបណានៅពេលដែលគ្មានផ្ទះសម្បែងពិតប្រាកដក្មេងម្នាក់ក្នុងចំណោមក្មេងៗទាំងនោះបាននិយាយឡើងថាអូពួកយើងមានផ្ទះតើគ្រាន់តែមិនទាន់មានកន្លែងស្រាប់ដាក់ផ្ទះនោះតែប៉ុណ្ណោះខ្ញុំពិតជារំភើបណាស់នៅពេលដែលបានលើសម្ដីនេះវាបានសរុបសេចក្តីយ៉ាងច្បាស់ថាសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់រវាងសមាជិកគ្រួសារគឺជាសំណាញ់សុវត្ថិភាពដែលយើងគ្រប់គ្នាត្រូវការដូច្នេះតើធ្វើដូចម្តេចដើម្បីទំនាក់ទំនងនៅក្នុងក្រុមគ្រួសារក្លាយជាជំរកដ៏កក់ក្ដៅបំផុតអ្វីដែលខ្ញុំនឹងលើកយកឡើងមកបន្តទៅនេះគឺវិធីកសាងបរិយាកាសគ្រួសារដើម្បីឲ្យកូនរបស់អ្នកធំធាត់ឡើងដោយភាពជឿជាក់រចនាសម្ព័ន្ធគ្រួសារមិនសំខាន់ឡើយអ្វីដែលសំខាន់នោះគឺការរស់នៅចុះសម្រុងគ្នាអ្នកនិងអ្នកណាដែលរស់នៅជាមួយនឹងអ្នកគឺជាបរិយាកាសរបស់កូនផ្នែកដ៏ធំនៃអារម្មណ៍ដែលកូនមានចំពោះខ្លួនឯងនិងរបៀបដែលគេប្រកបទំនាក់ទំនងជាមួយនឹងអ្នកដទៃគឺកើតចេញអំពីទំនាក់ទំនងរវាងអ្នកនិងមនុស្សជិតស្និទ្ធនៅជុំវិញខ្លួនមនុស្សទាំងនោះរួមមានដៃគូរបស់អ្នកបងប្អូនជីដូនជីតាអ្នកជួយការងារផ្ទះឬមិត្តជិតស្និទ្ធវាគឺជារឿងសំខាន់ណាស់ដែលត្រូវដឹងខ្លួនថាតើយើងមានចរិតលក្ខណៈបែបណានៅក្នុងទំនាក់ទំនងទាំងនេះឧទាហរណ៍ថាតើយើងបង្ហាញការដឹងគុណចំពោះមនុស្សជិតស្និទ្ធឬមួយក៏យើងយកកំហឹងទៅបោកបក់ទៅលើពួកគេទំនាក់ទំនងក្នុងគ្រួសារទាំងនេះមានឥទ្ធិពលខ្លាំងណាស់ក្នុងការកំណត់បុគ្គលិកលក្ខណៈព្រមទាំងសុខភាពផ្លូវចិត្តរបស់ក្មេងៗហើយក្មេងៗគឺជាបុគ្គលម្នាក់ៗដែលពួកគេគឺជាផ្នែកមួយនៃប្រព័ន្ធទាំងមូលផងដែរក្រៅអំពីទំនាក់ទំនងជិតស្និទ្ធនៅក្នុងក្រុមគ្រួសារប្រព័ន្ធរបស់កូនក៏រួមបញ្ចូលទាំងសាលារៀនមិត្តភ័ក្តិនិងវប្បធម៌ទូទៅសង្គមនៃការរស់នៅទាំងមូលផងដែរការរៀបចំប្រព័ន្ធនេះឲ្យក្លាយជាបរិយាកាសល្អបំផុតសម្រាប់អ្នកនិងកូនគឺជារឿងដែលគួរធ្វើវាមិនចាំបាច់តែល្អឥតខ្ចោះនោះទេព្រោះភាពល្អឥតខ្ចោះមិនមានពិតឡើយអ្វីដែលជាដំណឹងល្អគឺរចនាសម្ព័ន្ធគ្រួសារមិនមែនជាបញ្ហាសំខាន់បំផុតនោះទេអ្នកអាចរស់នៅបែកគ្នារស់នៅជុំគ្នារស់នៅជាគ្រួសារដែលឪពុកម្ដាយជាភេទដូចគ្នាឬផ្ទុយគ្នាវាមិនសំខាន់ឡើយតាមការស្រាវជ្រាវបានបង្ហាញថាទម្រង់គ្រួសារមានឥទ្ធិពលតិចតួចណាស់ទៅលើការអភិវឌ្ឍខួរក្បាលនិងអារម្មណ៍របស់កុមារតាមពិតទៅនៅចក្រភពអង់គ្លេសមានក្មេងជាង 25% ធំដឹងក្តីនៅក្នុងគ្រួសារអាណាព្យាបាលទោលគឺមានន័យថាមានតែប៉ាឬមានតែម៉ាក់ហើយក្មេងទាំងនោះមានការលូតលាស់មិនចាញ់ក្មេងដែលមានគ្រួសារពេញលេញនោះទេប្រសិនបើជាកត្តាហិរញ្ញវត្ថុនិងការអប់រំរបស់អាណាព្យាបាលត្រូវបានធានាយ៉ាងរឹងមាំនៅពេលដែលឪពុកម្ដាយមិនបានរស់នៅជាមួយគ្នាទោះបីជាអ្នករស់នៅបែកពីដៃគូម្ខាងទៀតក៏ដោយអ្វីដែលសំខាន់គឺអ្នកត្រូវនិយាយយោងដល់ពួកគេដោយការគោរពមានន័យថាអ្នកគួរតែចេះកោតសរសើរចំណុចល្អរបស់ពួកគេនិងមិនត្រូវចាំតែសង្កត់ធ្ងន់លើចំណុចអាក្រក់នោះទេខ្ញុំដឹងថាវាជារឿងលំបាកខ្លាំងណាស់ជាពិសេសក្រោយការបែកបាក់ដ៏ជូរចត់ប៉ុន្តែវាសំខាន់ណាស់សម្រាប់កូនរបស់អ្នកកូនតែងតែចាត់ទុកខ្លួនឯងថាជាផ្នែកមួយរបស់អ្នកទាំងពីរប្រសិនបើភាគីម្ខាងទៀតត្រូវបានគេជេរប្រមាថថាជាមនុស្សអាក្រក់កូននឹងបង្កប់អារម្មណ៍នោះនៅក្នុងចិត្តហើយយល់ថាខ្លួនឯងក៏ជាមនុស្សអាក្រក់ដែរដូច្នេះហើយវិធីដ៏ល្អបំផុតក្រោយការបែកបាក់គឺទី1ត្រូវចេះសហការគ្នាកូននឹងមានភាពល្អប្រសើរប្រសិនបើជាឪពុកម្ដាយសហការគ្នានឹងមានការប្រស្រ័យតាក់ទងល្អទី2រក្សាទំនាក់ទំនងកូនគួរតែមានទំនាក់ទំនងជាប់លាប់ជាមួយនឹងឪពុកម្ដាយទាំងសងខាងទី3គឺការនិយាយស្ដីប្រសិនបើឪពុកម្ដាយដែលមិនរស់នៅជាមួយកូនភាគច្រើនគឺជាឪពុកអាចដើរចេញឆ្ងាយបាត់កូនងាយនឹងមានអារម្មណ៍បាក់ទឹកចិត្តខឹងសម្បារឬបាត់បង់ទំនុកចិត្តលើខ្លួនឯងរឿងរ៉ាវរបស់ម៉ែលមានកូនប្រុសម្នាក់ឈ្មោះណូអាហើយឪពុករបស់គេគឺឈ្មោះចាមមិនចង់ទទួលស្គាល់កូននិងមិនចង់ពាក់ព័ន្ធតាំងពីដំបូងប៉ុន្តែម៉ែលជាម្ដាយឈឺចាប់ខ្លាំងណាស់ហើយនាងតាំងចិត្តមិនប្រាប់កូនថាប៉ារបស់គេបោះបង់គេចោលឡើយផ្ទុយទៅវិញ
នាងតែងតែរំលឹកអំពីចំណុចល្អៗនិងទេពកោសល្យរបស់ចេមឲ្យកូនស្ដាប់ជានិច្ចនាងធ្វើបែបនេះដើម្បីការពារទំនុកចិត្តលើខ្លួនឯងរបស់កូននិងដើម្បីកុំឲ្យកូនមានការយល់ច្រឡំលើភេទរបស់ខ្លួននៅពេលធំឡើងរបៀបធ្វើឲ្យឈឺចាប់អាចទ្រាំបានយើងគ្រប់គ្នាតែងតែចង់ឲ្យកូនរស់នៅក្នុងជីវិតដែលគ្មានការឈឺចាប់និងគ្មានក្តីព្រួយបារម្ភប៉ុន្តែយើងមិនអាចការពារពួកគេបានទាំងស្រុងនោះទេគ្មានជីវិតណាដែលគ្មានការភ័យខ្លាចភាពអាថ៌កំបាំងដែលមិនទាន់ដោះស្រាយឬការបាត់បង់នោះឡើយវិធីដែលអ្នកអាចធ្វើឲ្យការឈឺចាប់របស់កូនមានភាពធូរស្រាលគឺនៅក្បែរពួកគេនៅពេលដែលពួកគេមានអារម្មណ៍ថាឈឺចាប់អ្នកមិនចាំបាច់ទៅកែប្រែឬលុបបំបាត់សេចក្តីឈឺចាប់នោះទេគ្រាន់តែនៅក្បែរពួកគេទទួលស្គាល់អារម្មណ៍របស់គេនិងកុំដល់គេឆ្លងកាត់វាការមានអ្នកនៅក្បែរយល់ចិត្តនឹងធ្វើឲ្យការឈឺចាប់ទាំងនោះអាចទ្រាំទ្របានរបៀបឆ្លោះគ្នានិងរបៀបដែលមិនគួរឆ្លោះគ្នាគ្រួសារភាគច្រើនតែងតែមានការឆ្លោះប្រកែកគ្នាប៉ុន្តែអ្វីដែលសំខាន់គឺរបៀបដែលអ្នកដោះស្រាយជម្លោះនោះភាពខុសគ្នាខាងមតិយោបល់មិនមែនជារឿងបំផ្លាញគ្រួសារទេប្រសិនបើភាគីទាំងសងខាងនៅតែរក្សាការគោរពនិងស្ដាប់អារម្មណ៍គ្នាទៅវិញទៅមកស្ទីលចំនួន4ដែលឆ្លោះគ្នាហើយផ្ដល់ផលមិនល្អទី1គឺ fact tennis វាយកូនបាល់ដោយប្រើហេតុផលមានន័យថាជាការយកហេតុផលរៀងៗខ្លួនមកបាញ់បោះដាក់គ្នាដើម្បីចង់ឈ្នះចាញ់អ្នកឈ្នះនឹងមានរឿងល្អមានអារម្មណ៍ល្អតែអ្នកដែលចាញ់នឹងមានអារម្មណ៍ឈឺចាប់និងខឹងសម្បារទី2គឺ look squirrel ការបង្វែរដានគឺការមិនព្រមនិយាយពីបញ្ហាដែលកំពុងកើតឡើងតែបែរជានិយាយរឿងផ្សេងដើម្បីគេចវេះការធ្វើបែបនេះយូរទៅវានឹងធ្វើឲ្យបាត់បង់ភាពស្និទ្ធស្នាលទី3ធ្វើជាអ្នករងគ្រោះនិយាយថាមិនអីទេចាំខ្ញុំធ្វើម្នាក់ឯងចោះក្នុងន័យធ្វើឲ្យម្នាក់ទៀតមានអារម្មណ៍ខុសក្រោយមកអ្នកនឹងក្លាយជាអ្នកដែលពោរពេញដោយកំហឹងនិងការស្ដីបន្ទោសឯស្ទីលទី4គឺការវាយប្រហារប្រើសម្ដីអាក្រក់ជេរប្រមាថបុគ្គលិកលក្ខណៈរបស់ដៃគូវិធីឆ្លោះគ្នាឲ្យមានប្រសិទ្ធភាពការដោះស្រាយជម្លោះតាមបែបឆ្លាតវៃទី1ប្រើប្រយោគខ្ញុំជំនួសឲ្យការនិយាយអ្នកតែងតែឬអ្នកជាមនុស្សចូលនិយាយពីអារម្មណ៍ខ្លួនឯងវិញឧទាហរណ៍ដូចជាខ្ញុំមានអារម្មណ៍ថាអន់ចិត្តនៅពេលដែលអ្នករវល់តែមើលទូរស័ព្ទហើយមិនបានស្ដាប់ពីអ្វីដែលខ្ញុំនិយាយទី2កុំយកកំហឹងចាស់ៗមកបូកបញ្ចូលគ្នាដោះស្រាយម្ដងមួយបញ្ហាទី3ការយល់ចិត្តព្យាយាមយល់ពីមូលហេតុដែលម្នាក់ទៀតមានប្រតិកម្មបែបនោះជួនកាលពួកគេគ្រាន់តែមានអារម្មណ៍ថាត្រូវបានវាយប្រហារឬមានអារម្មណ៍មិនមានសុវត្ថិភាពទី4បង្ហាញភាពទន់ខ្សោយកុំខ្លាចក្នុងការបង្ហាញថាអ្នកកំពុងឈឺចាប់ឬខ្លាចអ្វីមួយភាពស្មោះត្រង់ចំពោះអារម្មណ៍ខ្លួនឯងគឺពិតជាគ្រឹះនៃទំនាក់ទំនងដ៏រឹងមាំទី5កុំសន្មត់បំណងរបស់អ្នកដទៃកុំគិតថាគេធ្វើបែបនេះដើម្បីធ្វើបាបយើងចូលព្យាយាមស្វែងយល់ពីអារម្មណ៍ពិតនៅខាងក្រោយទង្វើនោះនៅពេលដែលឪពុកម្ដាយអាចធ្វើបែបនេះបានកូននឹងមានអារម្មណ៍សុវត្ថិភាពហើយពួកគេក៏នឹងរៀនសូត្រពីរបៀបដោះស្រាយបញ្ហាដោយសន្តិវិធីនិងឆ្លាតវៃតាមរយៈគំរូរបស់ឪពុកម្ដាយផងដែរនៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធឬក៏ក្នុងគ្រួសារការដែលមានសមត្ថភាពគិតគូរពីអារម្មណ៍គ្នាទៅវិញទៅមកលុះត្រាតែយើងនឹងមានឃ្លាំងស្តុកនៃសុឆន្ទៈឬនិយាយស្រួលស្ដាប់ថាគឺទឹកចិត្តល្អធ្វើល្អដាក់គ្នាទៅវិញទៅមកប្រសិនបើអ្នកមានអារម្មណ៍ថាទឹកចិត្តល្អទាំងអស់នោះកំពុងតែស្រកចុះថយចុះគឺយើងត្រូវតែបំពេញវាឡើងវិញដូច្នេះហើយតើអ្វីទៅដែលអាចជួយបណ្ដុះនៅសុឆន្ទៈឬក៏ទឹកចិត្តល្អៗទាំងនោះបានវាមានវិធីចម្បងពីរយ៉ាងគឺទី1ការឆ្លើយតបចំពោះការចង់ផ្សារភ្ជាប់ឬការទាមទារការយកចិត្តទុកដាក់យើងឆ្លើយតបចំពោះការទាមទារទាំងអស់នោះវាធ្វើឲ្យដៃគូឬក៏ភាគីម្ខាងទៀតគាត់នឹងមានអារម្មណ៍ស្ងប់និងមានអារម្មណ៍ទទួលបានការយកចិត្តទុកដាក់ពិតប្រាកដទី2ការស្វែងរកសេចក្តីសុខនិងការលួងលោមចិត្តគ្នាទៅវិញទៅមកជាជាងការចាត់ទុកសមាជិកគ្រួសារគឺជាគូសត្រូវអញ្ចឹងវិធីទី2គឺយើងជាគ្រួសារនឹងគ្នាយើងមិនគួរចាត់ទុកគ្នាជាគូសត្រូវឡើយយើងគួរតែលួងលោមចែករំលែកក៏ដូចជា
ផ្ដល់នូវភាពជឿជាក់ចំពោះគ្នាទៅវិញទៅមកនិយាយឲ្យចំទៅគឺត្រូវចេះប្រើកិច្ចសហការនិងការរួមដៃគ្នាជាជាងការប្រកួតប្រជែងចង់ឈ្នះចាញ់កាលពីឆ្នាំ1986ចិត្តវិទូឈ្មោះ John Gottman និងមិត្តរួមការងាររបស់គាត់បានបង្កើតបន្ទប់ពិសោធន៍ក្តីស្រឡាញ់ដែលពួកគាត់បានឲ្យប្តីប្រពន្ធពិភាក្សាគ្នាអំពីទំនាក់ទំនងរបស់ពួកគេទាំងរឿងដែលពួកគេឆ្លោះគ្នានិងរឿងរ៉ាវផ្អែមល្ហែមដែលបានជួបគ្នាដំបូងខណៈពេលដែលនិយាយពួកគេត្រូវភ្ជាប់ជាមួយនឹងឧបករណ៍វាស់កម្រិត stress ហើយបន្ទាប់ពីនោះមកការពិសោធន៍បានបង្ហាញលទ្ធផលថាក្រុមបរាជ័យមកពីខាងក្រៅទៅហាក់ដូចជាស្ងប់ស្ងាត់ប៉ុន្តែឧបករណ៍បានបង្ហាញថាបេះដូងរបស់ពួកគេលោតញាប់បែកញើសនិងស្ថិតនៅក្នុងស្ថានភាពត្រៀមប្រយុទ្ធជានិច្ចដែលហៅជាភាសាអង់គ្លេសថា fight mode ហើយបន្ទាប់មក6ឆ្នាំពួកគេបានបែកបាក់គ្នាឬរស់នៅទាំងមិនចុះសម្រុងនឹងគ្នាពួកគេមើលឃើញដៃគូរបស់ខ្លួនគឺជាការគំរាមកំហែងឬជាសត្រូវឯក្រុមទី2វិញគឺជាក្រុមជោគជ័យពួកគេបានបង្ហាញភាពស្ងប់ស្ងាត់ពិតប្រាកដទាំងក្នុងចិត្តរបស់ពួកគេនិងរាងកាយរបស់ពួកគេបន្ទាប់ពីការពិសោធន៍មេរៀនដែលទទួលបានពីការពិសោធន៍គឺកាលណាអ្នកមានអារម្មណ៍ stress និងរងការគំរាមកំហែងនៅក្បែរដៃគូអ្នកនឹងមានទំនោរធ្វើដាក់គេដោយភាពត្រជាក់ត្រជុំឬជាសត្រូវប្រសិនបើទំនាក់ទំនងផ្អែកទៅលើការចង់ឈ្នះចង់ចាញ់ឬចង់តែត្រូវរៀងខ្លួនវានឹងក្លាយទៅជាវដ្តដ៏អាក្រក់មួយឧទាហរណ៍នៅក្នុងសង្គមការផ្សាយពាណិជ្ជកម្មខ្លះក៏ចូលចិត្តបណ្ដុះគំនិតឲ្យយើងចង់មានប្រៀបលើដៃគូផងដែរដូចជាការផ្សាយពាណិជ្ជកម្មដែលធ្វើឲ្យប៉ាមើលទៅហាក់ដូចជាមនុស្សល្ងង់នៅក្នុងរឿងកិច្ចការងារផ្ទះលោក Gottman ក៏បានរកឃើញថាប្តីប្រពន្ធដែលនៅផ្អែមល្ហែមជាមួយគ្នាគឺដោយសារពួកគេចេះឆ្លើយតបចំពោះអ្វីដែលគាត់ហៅថាការសុំផ្សារភ្ជាប់ឧទាហរណ៍ថាបើដៃគូកំពុងអានសៀវភៅហើយនិយាយថាស្ដាប់រឿងនេះមើលហើយអ្នកម្ខាងទៀតដាក់សៀវភៅចុះដើម្បីស្ដាប់នោះមានន័យថាការសុំផ្សារភ្ជាប់របស់គេត្រូវបានឆ្លើយតបហើយការឆ្លើយតបនេះវាជួយបំពេញតម្រូវការផ្លូវចិត្តក្រុមដែលបែកបាក់គ្នាមានអត្រាឆ្លើយតបចំពោះការសុំបែបនេះត្រឹមតែ3ដងក្នុងចំណោម10ដងប៉ុណ្ណោះដូច្នេះហើយនៅក្នុងទំនាក់ទំនងរឿងតូចតាចប្រចាំថ្ងៃនេះហើយដែលជួយឲ្យទំនាក់ទំនងអាចនៅយូរអង្វែងជាមួយនឹងដៃគូនិងជាមួយកូនបានយើងពិតជាអាចផ្លាស់ប្ដូរពីការរិះគន់មកជាការឲ្យតម្លៃឬការសរសើរអ្នកពិតជាអាចជ្រើសរើសបានរវាងការអង្គុយចាំតែចាប់កំហុសឬការស្វែងរកចំណុចល្អដើម្បីសរសើរការសរសើរនិងទឹកចិត្តល្អគឺជា ហ្វ្រេកង់ឆ្លងមួយដែលអាចឆ្លងតាមរយៈមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបើសិនបើអ្នកធ្វើល្អដាក់គេមុនដោយមិនចាំបាច់មានលក្ខខណ្ឌការស្រាវជ្រាវបានបង្ហាញថាដៃគូរបស់អ្នកនឹងធ្វើល្អតបមកវិញមិនខានដូច្នេះហើយការដែលមានទឹកចិត្តល្អមិនមែនមានន័យថាធ្វើជាជនរងគ្រោះឬមិនហ៊ានបញ្ចេញមតិឡើយប៉ុន្តែវាមានន័យថាអ្នកនៅតែអាចប្រាប់ពីអារម្មណ៍ខឹងរបស់អ្នកបានដោយការពន្យល់ពីមូលហេតុដោយមិនបាច់ប្រើពាក្យស្ដីបន្ទោសឬជេរប្រមាថជាដើមវាពិតជាសំខាន់ណាស់ដែលយើងត្រូវដឹងថាទោះបីជាអ្នកមិនមានចេតនាធ្វើឲ្យសមាជិកគ្រួសារអន់ចិត្តក៏ដោយក៏មិនមែនមានន័យថាទង្វើរបស់អ្នកមិនចាំបាច់ធ្វើឲ្យគេឈឺចាប់នោះដែរប្រសិនបើមាននរណាម្នាក់មានអារម្មណ៍មិនល្អចំពោះសម្ដីឬទង្វើរបស់យើងទោះបីជាទង្វើនោះជាអចេតនាក៏ដោយយើងត្រូវរៀនស្ដាប់និងយល់ស្របតាមអារម្មណ៍របស់គេជាជាងការការពារខ្លួនឯងយើងគ្រប់គ្នាមានបទពិសោធន៍ខុសៗគ្នាហើយគ្មាននរណាម្នាក់ខុសឡើយក្នុងអារម្មណ៍របស់ពួកគេគោលដៅចម្បងនៅក្នុងគ្រួសារគឺជាការព្យាយាមស្វែងយល់ពីអារម្មណ៍របស់អ្នកដទៃទោះបីជាយើងមានមតិផ្ទុយគ្នាក៏ដោយប៉ុន្តែការដែលយើងចេះស្ដាប់យល់ចិត្តឬផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកនេះនឹងធ្វើឲ្យគ្រួសាររបស់យើងក្លាយជាកន្លែងដ៏មានសុភមង្គលនិងមានសុវត្ថិភាពសម្រាប់កូនតូចៗដើម្បីចាប់កំណើតនិងជាបរិយាកាសដ៏ល្អបំផុតសម្រាប់កូនធំធាត់ឡើងដូច្នេះហើយចូលអ្នកសង្កេតមើលការសុំផ្សារភ្ជាប់ចូលយកចិត្តទុកដាក់នៅពេលមានសមាជិកគ្រួសារព្យាយាមទាមទារការយកចិត្តទុកដាក់ឬចង់និយាយជាមួយអ្នកចូលងាកទៅរកពួកគេហើយឆ្លើយតបដោយភាពកក់ក្ដៅព្រោះថាវាគឺជាគន្លឹះដ៏ចាំបាច់និងសំខាន់បំផុតក្នុងការថែរក្សាទំនាក់ទំនងនៅក្នុងគ្រួសារទោះបីជាយើងជាបុគ្គលម្នាក់ៗក៏ដោយប៉ុន្តែយើងក៏ជាផ្នែកមួយនៃប្រព័ន្ធគ្រួសារហើយយើងគឺជាផលនៃបរិយាកាសដែលយើងរស់នៅ
គ្រប់ទង្វើរបស់យើងនឹងផ្ដល់ជាផលសម្រាប់បរិយាកាសទាំងមូលនៃការរស់នៅការបង្កើតបរិយាកាសគឺជាសុខភាពល្អសម្រាប់កូនៗដើម្បីធំធាត់ទាំងផ្នែកបញ្ញាស្មារតីនិងរាងកាយហើយវាក៏ជាកាដូដ៏វិសេសវិសាលសម្រាប់កូនៗរបស់លោកអ្នកផងដែរ